គេតែងតែនិយាយថាបាល់ទាត់គឺជាកីឡាសម្រាប់យុវជនប៉ុន្តែចុះយ៉ាងណាបើកីឡាករដែលអ្នកធ្លាប់គ្រប់គ្រងតាំងពីក្មេងនៅតែបន្តឈរជើងលើទីលានធំបំផុតរបស់ពិភពលោកទោះបីជាវ័យរបស់ពួកគេលោតចូលលេខ4ទៅហើយក្តីស្វាគមន៍មកកាន់ហ្គោលខ្មែរម្ដងទៀតព្រឹត្តិការណ៍ World Cup 2026ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំចិត្តនឹងទូឡើងហើយថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កំពូលវីរបុរសវ័យចំណាស់ដែលមិនព្រមចុះចាញ់នឹងពេលវេលាហើយត្រៀមខ្លួនមកបង្ហាញខ្លួនជាលើកចុងក្រោយតើមាន idol របស់អ្នកដែរឬទេកីឡាករទី1 Guillermo Ochoa មានអាយុ40ឆ្នាំចាប់ផ្ដើមពីតំបន់ការពារទ្វារអ្នកណាខ្លះមិនស្គាល់កំពូលអ្នកចាំទីសក់រួញ Guillermo Ochoa ឲ្យតែដល់រដូវកាល World Cup គឺគាត់តែងតែប្រែក្លាយជាជញ្ជាំងដៃថែបរបស់ក្រុមជម្រើសជាតិមិចស៊ិកជានិច្ចក្នុងវ័យ40ឆ្នាំ Ochoa កំពុងសរសេរប្រវត្តិសាស្ត្រថ្មីដោយចូលរួមលេងក្នុង World Cup ជាលើកទី6របស់ខ្លួនអ្វីដែលកាន់តែពិសេសនោះគឺគាត់នឹងបានលេងនៅលើទឹកដីកំណើតរបស់ខ្លួនឯងផ្ទាល់តែម្ដងចាំមើលតើគាត់នៅតែអាចហោះសង្គ្រោះបាល់បានល្អដូចមុនឬទេកីឡាករទី2អតីតកីឡាករ Real Madrid Luka Modric មានអាយុ40ឆ្នាំបន្តមកទៀតគឺបរិះដែលមិនចេះហត់ Luka Modric ទោះបីជាវ័យ40ឆ្នាំក៏ប្រធានក្រុមកាតាប៉ាវរបស់ក្រូអាតរូបនេះនៅតែជាបេះដូងនិងជាម៉ាស៊ីនបញ្ជាទម្រង់លេងដ៏សំខាន់ដែលមិនអាចខ្វះបានការរក្សាកម្លាំងនិងបច្ចេកទេសលេងដ៏ឆ្លាតវៃរបស់ Modric គឺជារឿងដែលគួរឲ្យស្ញប់ស្ញែងបំផុតក្នុងពិភពបាល់ទាត់នេះច្បាស់ណាស់ថាជាការប្រកួតចុងក្រោយរបស់គាត់នៅលើឆាកអន្តរជាតិតើបរិះម្នាក់នេះអាចដឹកនាំក្រូអាតបង្កើតអភូតហេតុអ្វីទៀតក្នុងឆ្នាំ2026នេះកីឡាករទី3ម្ចាស់ជើងឯក World Cup 2022 Lionel Messi អាយុជិត39ឆ្នាំហើយឈានចូលមកដល់វីរបុរសដែលគ្រប់គ្នាទន្ទឹងរង់ចាំម្ចាស់ជើងឯកចាស់ Lionel Messi ក្នុងវ័យឈានចូល39ឆ្នាំ Messi បានសម្រេចអ្វីៗគ្រប់យ៉ាងរួចទៅហើយប៉ុន្តែចំណង់ចំណូលចិត្តចំពោះបាល់ទាត់និងសេចក្តីស្រឡាញ់ពី fan បានទាញគាត់ឲ្យត្រឡប់មកវិញម្ដងទៀតដើម្បីការពារតំណែងជើងឯកនៅអាមេរិកការបង្ហាញខ្លួនរបស់ Messi ក្នុងព្រឹត្តិការណ៍នេះមិនមែនដើម្បីបញ្ជាក់សមត្ថភាពអ្វីទៀតទេតែវាគឺជាកាដូដ៏ធំបំផុតសម្រាប់ពិភពបាល់ទាត់ហើយចុងក្រោយបរិះដែលបដិសេធមិនព្រមចុះចាញ់នឹងធម្មជាតិ Cristiano Ronaldo ក្នុងវ័យ41ឆ្នាំស្ដាប់មិនខុសទេ41ឆ្នាំ Ronaldo នៅតែជាម៉ាស៊ីនរុកគ្រាប់បាល់និងជាប្រធានក្រុមដ៏មានឥទ្ធិពលរបស់ព័រទុយហ្គាល់ការវឹកហាត់យ៉ាងតឹងរ៉ឹងនិងវិន័យផ្ទាល់ខ្លួនបានធ្វើឲ្យគាត់អាចបន្តឈរជើងក្នុងកម្រិតកំពូលនេះបាននេះគឺជា World Cup លើកទី6របស់គាត់ហើយគោលដៅតែមួយគត់គឺការស្វែងរកពានរង្វាន់ដែលខ្លួនតែងតែប្រាថ្នាខ្ញុំសង្ឃឹមថារដូវកាល World Cup នេះ Cristiano Ronaldo គាត់នឹងអាចធ្វើបាននៅក្នុងអាជីពបាល់ទាត់របស់គាត់មុនចូលនិវត្តន៍គាត់ឈ្នះអ្វីៗគ្រប់យ៉ាងតែក្តីសង្ឃឹមចុងក្រោយគឺឈ្នះពានរង្វាន់ World Cup ជាមួយនឹងជម្រើសជាតិព័រទុយហ្គាល់អាយុគ្រាន់តែជាតួលេខពិតមែនសម្រាប់ពួកគេចុះបងប្អូនវិញតើកំពុងទន្ទឹងរង់ចាំមើលការប្រកួតរបស់វីរបុរសម្នាក់ណាជាងគេក្នុងព្រឹត្តិការណ៍នេះខមមិនប្រាប់នៅខាងក្រោមផងកុំភ្លេចចុច like និង follow Goal ខ្មែរដើម្បីកុំឲ្យរំលងព័ត៌មានបាល់ទាត់ World Cup ក្តៅៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយ